នុញ្ញាតសូមលំអរកាយគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនអំពីឫសដើមប្រមាត់មនុស្សបងប្អូនណាយកមកធ្វើថ្នាំព្យាបាលជំងឺទី1ចុកដៃចុកជើងជាប្រចាំទី2ឈឺចង្កេះរ៉ាំរ៉ៃទី3គ្រុនចាញ់ទី4ជំងឺឫសដូងបាតទី5ឈឺសន្លាក់រ៉ាំរ៉ៃទី6ចុកចាប់តាមសាច់ដុំទី7ឈឺចង្កេះឡើងមិនរួចចុកដៃចុកជើងដើរមិនរួចពិធីធ្វើថ្នាំវិញម្ដងទៅជីកឫសដើមប្រមាត់មនុស្សបន្ទាប់មកយកទៅលាងទឹកសម្អាតឲ្យស្អាតល្អចិញ្ច្រាំឲ្យល្អិតរួចយកទៅហាលឲ្យស្ងួតយកចំនួន15ក្រាមដាក់ដាំជាមួយទឹក2លីត្រកន្លះរំងាស់ឲ្យបាន15នាទីទទួលទានទឹកថ្នាំវិញម្ដងមួយថ្ងៃទទួលទានតែ3ដងទេណាបងប្អូនព្រឹកមួយដងថ្ងៃមួយដងនិងល្ងាចមួយដងព្យាយាមទទួលទានចាប់ពី7ទៅ10ថ្ងៃអាការៈជំងឺរបស់ពុកម៉ែបងប្អូននឹងបានធូរស្បើយជាពុំខានមនឹកស្មានថាឬប្រមាត់មនុស្សយកមកធ្វើថ្នាំពូកែស័ក្តិសិទ្ធិដល់ម្លឹងសោះបងប្អូនចែកគ្នាដឹងពូកែមែន